ចង់ចាប់ចោលល្បិចកលត្រូវប្រើអ្នកបញ្ឆោត10កែនាងចង់និយាយថាហៅហងទៅចុងមកវិញខ្ញុំដឹងថាគេជាអតីតមិត្តរបស់នាងតែនេះជាសម័យ AI ហើយពួកវាក៏ចោះមកបានយ៉ាងនេះហើយបណ្ដាញតែងតែមានកំហុសឧបករណ៍ស្ដាប់របស់យើងងាយនឹងរងគ្រោះតែស្ពេសមិនអាចរងគ្រោះទេបើគុំតែនាងមកឲ្យគេវឹកហាត់ជាក់ស្ដែងនោះនៅពេលដែលលោកធ្វើការអ្នកដែលទូរស័ព្ទមកបញ្ជាចឹងនាងក៏មិនអាចយក fossil មកជួសជុលរូបភាពពលិដែរអូយ៉ាឡៃខ្ញុំមិនខ្វល់ថាលោកប្រើ fossil ឬក៏ឡាមីទេរកពួកគេឲ្យឃើញចាប់ពួកគេឲ្យបានត្រូវបំពេញតួនាទីឲ្យបានល្អព្រះហើយកកនេះមានគឺជីវិតហងទៅចង់ដែលពួកគេទៅផ្ញើឲ្យទេมันគួរជឿសោះទទួលបានមេដាយក៏ក្លាហានយ៉ាងនេះទៅហើយស៊ើបការពីបុគ្គលពិសេសគ្រប់ទិសទីជើងឯប្រយុទ្ធប៉ូលីស5ឆ្នាំជាប់គ្នាជំនាញបាញ់ប្រហារតាមដានលោបចូលប្រមុខផ្ដុំបញ្ញាធ្លាប់បន្លំខ្លួនចូលក្នុងក្រុមជួញដូរគ្រឿងញៀននិងក្រុមជួញដូរសរីរាង្គអត់មុតដាក់ខ្លួនជំនាញខាងដាក់ខ្លួនចំណងចំណូលចិត្តសន្សំឈ្មោះគេនិយាយថាអាជីពរបស់គាត់មានស្នាមប្រឡាក់តែមួយគត់គឺធ្លាប់បានធ្វើឲ្យដៃគូរងទុក្ខដោយសារតែបញ្ហាផ្ទាល់ខ្លួនដៃគូនោះហើយគេបំផន់ភ្នែកពិតជាគេមែនថាម៉េចឃើញដែរទេនៅទេអ្នកផ្សេងចេញទៅធ្វើរឿងក្តីធំទាំងអស់ហើយមិនដឹងថាខ្ញុំនៅធ្វើអីត្រូវឃ្លាំមើលអ្នកចូលនិវត្តន៍បន្តិចទៅមេក្រុងប្រហែលជាមានចេតនាចង់ជួយនាងហើយក៏ប្រហែលជាមិនតាន់ដល់ពេលដែលពួកយើងត្រូវឈរនៅជួរមុខប៉ុណ្្នឹងសិនចុះនាងចង់ប្រើតែចាស់ខ្ញុំនេះសម្រាប់វឹកហាត់លោកនិយាយថាម៉េចតាមខ្ញុំធ្វើអីលោកចាំច្រឡំហើយនេះមិនស្គាល់ខ្ញុំទេមិនស្គាល់ទេមានរឿងអីដែរទេអ្នកពាក់អាវខ្មៅមិញនេះតាមខ្ញុំមិនមែនតាមនាងទេតើអង្គុយកន្លែងផ្សេងបានទេសុំទូផងមិនអីទេថ្ងៃនេះម៉ោង 2:23 នាទីនាងទៅដល់គោលដៅមុនគេនោះជាទ្វារហាងសត្វចិញ្ចឹមដល់ពេលនោះនាងតាមខ្ញុំរយៈពេល 4 ម៉ោង 17 នាទីនាងដូរខោអាវ 3 ដងហើយឈប់ 9 ដងដើម្បីកត់ត្រានៅលើឡានក្រុងនៅមានមិត្តរួមការងារម្នាក់ទៀតជួយដល់នាងប្រយ័ត្នផងលោកសុំទោសត្រូវទេហើយជាគួររូបរាងនាងបែបនេះត្រូវបែកធ្លាយហើយចាំបានពិតមែនណាពូវងមិនបានជួបគ្នាតាំងពីខ្ញុំអាយុ8ឆ្នាំឮថានាងចូលធ្វើប៉ូលីសហើយកាន់អត្តលេខប៉ានាងទៀតគេច្បាស់ជាមានមោទនភាពហើយពេលនៅហាងសត្វចិញ្ចឹមពូដឹងបានយ៉ាងម៉េចអញ្ចឹងខ្ញុំត្រូវរីកគុណនាងហើយទី1កណ្ដាស់កុំចិត្តតែចោលទី2បណ្ដាឆ្កែចេញពីធ្វើការជាឡានក្រុងសិតតែមិនត្រូវឲ្យតែឆ្កែនោមនឹងជួប្រកាសជារញ៉េរញ៉ៃហើយមួយណាជួជាឆ្កែទី6យ៉ាងថតភ្ញៀវ VIP នោះមិនរើសជាកំហុសខ្ញុំបើរើសការចងចាំខ្ញុំមិនល្អមិនអន់ទេពូវងថាមិត្តខ្ញុំនៅក្នុងឡានពូដឹងបានយ៉ាងម៉េចយល់ហើយមិនមែនវឹកហាត់ទេគឺចង់ឃើញហងទៅចង់នៃញ៉ាំអិចកើតអត់តាមជំនាញពួកនាង2នាក់ហ៊ានលេងជាមួយនឹងខ្ញុំ4ម៉ោងអ្នកណាឲ្យពួកនាងមានចំណុចចិត្តយ៉ាងហ្នឹង
ខានជួបគ្នាយូរហើយពេលលីហងនេះគឺអធិការអូយ៉ាឡៃណាមកទៅខ្ញុំ មិនបាច់ទេជាប៉ូលីសយ៉ាងម៉េច មិនចំណាយទេដែលខ្ញុំមានអារម្មណ៍ថាតាចាស់នោះប៉ះខ្ញុំ និយាយដូចជាមានមោទនភាព ចុះបេសកកម្មជាមួយគាត់អ្នកដែលស្លាប់គឺជាប៉ារបស់នាងណា មិនបាច់ នេះជាវីដេអូដែលប្រមូលបានពីកន្លែងកើតហេតុវីដេអូនេះគឺមកពីកាមេរ៉ារបស់យ៉ុងលីមុនពេលដែលពួក hacker ផ្ដាច់ ជួយចាត់15វិនាទីចុងក្រោយចាំម្ដងទៀតចាំម្ដងទៀតឈប់មិនបានជាលោកដឹង មុនចូលទៅពួកគេក៏លេងមើលកាមេរ៉ាសុវត្ថិភាពគួរតែពិនិត្យមើលជាមុនទើបដឹងថាកាមេរ៉ានៅ មក ណា មើលកាមេរ៉ាថ្មីថ្មី មើលថាកាមេរ៉ាដំណើរការដែរទេ ពេលកាមេរ៉ាត្រូវកាត់គួរតែមានការខ្លែងបន្លំមែនឬអត់ បងប្រុសតាចាស់នោះខឹងដោយសារតែផ្លាស់ប្ដូរផែនការមែនទេ អញគិតថាម៉េចឆាប់ទៅសួរតាចាស់នោះទៅ បាទធរបងប្អូនយើងទាំងអស់គ្នាមកវិញដោយសុវត្ថិភាពថ្ងៃនេះវីទៅហើយម្យ៉ាងទៀតទៅប៉ាស្ដាប់ខ្ញុំសិនឯងវីតែធ្វើឲ្យយើងទាំងអស់គ្នាស្លាប់ទៅហើយនេះមិនមែនជាផែនការរបស់យើងទេហើយតែលទ្ធផលល្អអន្តើ ហើយរកបានក៏មិនតិចដែរ រកបានស្អីជាបាត់ហើយទាំងអស់ច្រើនឆ្នាំមកនេះយើងមិនអាចទៅកាមេរ៉ាចាប់បាននោះទេនេះគឺដោយសារអីដោយសារតែអាចង្រៃអីនឹងហើយ ទោះត្រូវថតបានតែនៅមានខ្ញុំតា គ្មានបានកើតដែរជប់ទៅលប៉ះលើកលែពួកខ្ញុំម្ដងទៅលែងយើងលែងដៃយើងប្រាប់យើងមកតើពេលនេះយើងគួរតែខ្លាចអ្វីទោះខ្ញុំនិយាយក៏លប៉ាមិនយល់ដែរឲ្យពួកឯងបាត់ដឹងថាពួកឯងគួរតែខ្លាចអ្វី បាត់ថោ ឯងក៏ប្រឆាំងនឹងយើងដែរហ៎ បាត់ថោពួកខ្ញុំខុសហើយ ច្រើនឆ្នាំហើយមិនដែលមាននរណាថត់យើងបានទេដោយសារពួកអត់បានការអីនេះ កុំខឹងអីបាត់ថោជិត10,000 លានដុល្លារហុងកុងពួកយើងមានលុយប៉ុណ្ណឹងអាចរស់នៅដល់ចាស់បានហើយ បិទមាត់ទៅពួកឯងដឹងថាថ្ងៃនេះគ្រោះថ្នាក់ប៉ុណ្ណាទេ ម្នាក់ខ្ពស់នេះជនល្មើសបានបដូររូបរាងហើយគ្រប់គ្នាមើល screen មើលជនល្មើសត្រូវចាំម្នាក់ខំថ្មីធ្គាមនោះលេខ2លេខ រត់អ្នកពាក់កវលឃើញហើយ 2មិនហើយគឺគីសក់នៅលើ screen កូនឆ្កែទី2ជនល្មើសទី3បង្ហាញខ្លួនតែមិនសូវប្រកបទេល្អណាស់លេខ2មុខស្អាតបិទពុកមាត់តូចមួយ
ដឹងហើយ មិនលេខ3គាត់ ម្នាក់ ច្បា កំពុង ស់ អង្គុយនេះបន្លំខ្លួនហើយតើក្នុងហាប៉ាគេមានពុកមាត់ប្រមាណទៅ ហើយម្នាក់នេះគួរតែជាអ្នកមុខស្អាតលេខ4 អាធំនេះខ្ញុំដូចជាធ្លាប់ឃើញនៅកន្លែងណាមានមនុស្សយកឲ្យគេគ្រប់គ្នាស្ដាប់នៅមានម្នាក់ទៀតយកអ្វីដែលទើបរកឃើញបញ្ជូនទៅស្គ្រីនធំ ចា បាទ បាទ ចា ប៉លីពួកយើងមានការបន្តិច អរសំទោ អាវ៉ាង បាទ អញជួយជីវិតយើងស្រឡាញ់ជីវិតខ្លាំងណាស់តែយើងក៏មិនចង់ឲ្យពួកឯងមានរឿងអីកើតឡើងដែរតែឯងដឹងទេ ខ្ញុំដឹងពួកខ្ញុំនឹងលោកស្លាប់រស់ជាមួយគ្នា យើងមិនចង់ស្លាប់ទេហើយក៏ចង់ឲ្យពួកយើងរស់ដោយរីករាយដែរនេះសុនជាអ្នករត់តុកនៅកន្លែងទទួលភ្ញៀវអគីអាវស៊ីងរូបថតនោះគឺថតនៅថ្ងៃកើតហេតុតំណងជាមនុស្សទី5ដែលបង្ហាញខ្លួននៅយ៉ុងលីអត្តសញ្ញាណរបស់ម្នាក់នេះរកឃើញហើយនៅ ចាស់នៅមិនដឹង ចុងទសវត្សរ៍80មានអក្រិតជនម្នាក់មានរហស្សនាមថាស្រមោលជាទាហានយកការបរទេសគេបម្រើការក្នុងក្រុមលបធ្វើឃាតអិសរាជជនពិសេសជាច្រើនដងនៅលើសមរភូមិកំឡុងពេលសង្គ្រាមគេបានបន្លំខ្លួនជាច្រើនដងដើម្បីជ្រៀតចូលគោលដៅយោធានិងអ្នកនយោបាយក្រោយមកដើម្បីរកទ្រព្យសម្បត្តិឲ្យកាន់តែច្រើនគេក៏ចំណាក់ស្រុកមកទីនេះរៀបចំគម្រោងប្លន់ធនាគារជាច្រើនហើយគេកិច្ចពីការតាមចាប់របស់ប៉ូលីស3ដងមុននឹងបាត់ដាននៅឆ្នាំ1999ម្នាក់នេះគួរតែជាស្រមោលនោះហើយ ស្រមោលដែលត្រឡប់មកវិញខ្ញុំចាំគេបានហើយការបន្ទាប់ជាអ្វីរូបថតនេះមិនគ្រប់គ្រាន់ដើម្បីចំណាំមុខទេពួកខ្ញុំចង់បន្ថែមកម្លាំងដើម្បីសម្អាតឲ្យកាន់តែទូលាយហើយចុះតំបន់ យើងមានរូបភាពអ្នកចូលរួមក្បួនការទាំងអស់នេះគឺនៅក្រៅក្រុងចាស់ ខ្ញុំស្នើឲ្យប្រើវិធីពីរយ៉ាងត្រួតពិនិត្យជាប្រចាំបញ្ជូនក្រុមតាមដានទៅជា លោក សម្ងា វ ត់ ងក្រុមនោះមិនមានទៀតទេ លែងមានហើយ មានបណ្ដាញកាមេរ៉ាសុវត្ថិភាពនិង AI សម័យនេះហើយមិនចាំបាច់ក្រុមតាមដានជារបៀបចាស់ទៀតទេ ខ្ញុំមានសំណើតូចមួយអ្នកខ្លំមើលគួរតែប្រើអ្នកដែលមើលទៅសាមញ្ញបំផុតនៅក្នុងក្រុមពួកលោកល្អបំផុតបើម្នាក់នេះគេមិនធ្លាប់ឃើញពីមុន លោកហងយល់ល្អលោកជួយបង្កើតក្រុមតាមដានបណ្ដោះអាសន្នមួយទៅ ខ្ញុំគិតថាបង្កើតក្រុមបណ្ដោះអាសន្នប្រហែលតិចហើយมันមានប្រសិទ្ធភាពទូលំទូលាយទេ អេសៀវគួរដល់ពេលនោះនាងទទួលខុសត្រូវរៀបចំការខ្លំមើលចាប់មនុស្សទៅឲ្យពួកខ្ញុំកុំភ្លេចណាសៀវគួរវឹកហាត់ប៉ះពាល់ដល់ឯងណាខ្ញុំខ្លាចដល់ពេលនោះនាងបោលចូលដូចជាសត្វជ្រូកធ្វើឲ្យពួកវារត់លួចម្ដងទៀតនាងច្រមុះនេះធ្វើជាប៉ូលីសអីហ្នឹងប៉ានាងគឺជាប៉ូលីសណានាងមិនដឹងថាខ្លួនឯងជាអ្នកផ្សព្វផ្សាយរបស់ក្រុមប៉ូលីសយើងទេមុខឲ្យឡើងក្រញ៉ៅ